អ្វីទៅគឺ DNA ហើយថាតើ DNA វាសំខាន់ប៉ុណ្ណាក្នុងការស្វែងរកការពិតបងប្អូនជឿអត់ថា DNA អាចនាំឬក៏អាចធ្វើឲ្យរឿងក្តីមួយបរាជ័យឬក៏ជោគជ័យក៏ដោយសារតែ DNA នឹងបានដែរអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីពិភពវិទ្យាសាស្ត្រឬក៏របៀបក្នុងការធ្វើកសលវិច័យយក DNA ពីក្នុងវត្ថុតាងអញ្ចឹងចង់ដឹងថាតើវីដេអូនេះមានអ្វីសំខាន់និងគន្លឹះល្អប៉ុណ្ណាតាមដានជាមួយនឹងខ្ញុំរហូតដល់ចប់បាទសូមស្វាគមន៍ជាថ្មីមកកាន់คลิปពិសេសដែលយើងនឹងជាអំពីអ្វីទៅគឺជា DNA អញ្ចឹងคลิปនេះស្ថិតនៅក្នុងកម្មវិធីមួយដែលខ្ញុំឲ្យឈ្មោះថាកម្មវិធីនីតិភស្តុតាងឬក៏ច្បាប់ភស្តុតាងដែលទើបតែបង្កើតឡើងណាអញ្ចឹងមុននឹងឈានចូលដល់ខ្លឹមសារលម្អិតស៊ីជម្រៅបងប្អូនដែលទើបមកថ្មីកុំភ្លេចចុច Subscribe Channel Telegram ខ្ញុំ Follow Facebook Page និង Subscribe នៅ Channel YouTube ផងណាហើយបើសិនបើចង់ឃើញវីដេអូនេះកើតឡើងបន្តទៀតអាចជួយទិញរូបសំណាកនេះដែលមានកម្ពស់25 សង់ទីម៉ែត្រហើយនឹងឯកសារច្បាប់ដែលខ្ញុំបានចងក្រងយកទៅបានណាតម្លៃធូរថ្លៃទេអត់ថ្លៃទេអញ្ចឹងបកមកវិញយើងវិលចូលមកក្នុងខ្លឹមសារលម្អិតនៃវីដេអូរបស់យើងណាអញ្ចឹង DNA គឺជាភស្តុតាងបែបវិទ្យាសាស្ត្រមួយដែលបង្ហាញអំពីហ្សែនបង្ហាញអំពីអត្តសញ្ញាណរបស់ជនណាម្នាក់អញ្ចឹងសូម្បីតែក្នុងកញ្ចក់ដៃរបស់ខ្ញុំណារោមរបស់ខ្ញុំស្បែករបស់ខ្ញុំណាឈាមរបស់ខ្ញុំគឺសុទ្ធតែផ្ទុកនៅ DNA ទាំងអស់អញ្ចឹងការធ្វើកសលវិច័យលើ DNA ត្រូវការតែមន្ទីរពិសោធន៍មួយដែលមានអ្នកជំនាញច្បាស់លាស់មានឧបករណ៍ទំនើបទើបអាចកំណត់នៅអត្តសញ្ញាណ DNA ពិតប្រាកដបាននេះខ្ញុំបញ្យល់ត្រួសត្រាសឲ្យបងប្អូននឹងយល់ខ្ញុំមិនបញ្យល់បែបលក្ខណៈវិទ្យាសាស្ត្រឬក៏បែបពេទ្យទេណាខ្ញុំបញ្យល់ឲ្យបងប្អូនដែលមិនមានចំណេះដឹងជ្រៅជ្រះលើផ្នែកពេទ្យឬក៏ប្រជាជនធម្មតាយល់បានណាបើសិនជាខ្ញុំបញ្យល់ផ្នែកពេទ្យវាកាន់តែស៊ីជម្រៅទៀតហើយវាស្មុគស្មាញបងប្អូនខ្លះប្រហែលជាអាចវិលមុខឬក៏ចង់ក្អួតផងបើសិនជាខ្ញុំបញ្យល់បែបពេទ្យណាអញ្ចឹងសំណួរសួរថាតើ DNA ត្រូវបានគេរកឃើញឬក៏ប្រើប្រាស់ដំបូងនៅពេលណាDNA ត្រូវបានគេប្រើប្រាស់ដំបូងបង្អស់នៅទសវត្សរ៍ឆ្នាំ1180គឺក្នុងករណីរឿងក្តីដ៏ល្បីល្បាញបំផុតនៅលើពិភពលោកគឺឈ្មោះថា Colin Petford ដែលរឿងក្តីហ្នឹងកើតឡើងនៅចក្រភពអង់គ្លេសអញ្ចឹងណាអញ្ចឹង Petford គឺជាមនុស្សដំបូងបំផុតនៅលើពិភពលោកដែលត្រូវបានផ្ដន្ទាទោសដោយផ្អែកលើភស្តុតាងដែលបានមកពី DNA នៅក្នុងឆ្នាំ1987គាត់ត្រូវបានឃុំខ្លួនពីបទរំលោភនិងសម្លាប់ក្មេងស្រី2នាក់ហើយការរំលោភសម្លាប់របស់គាត់ហ្នឹងណាគឺគ្មានអ្នកណាគេអាចចាប់គាត់បានឬក៏រកតម្រុយឃើញនៅលើខ្លួនគាត់ទេអញ្ចឹងដោយសារតែចំនួនហ្នឹងគេហៅថាវិទ្យាសាស្ត្រមិនទាន់រីកចម្រើនខ្លាំងហើយម៉ាស៊ីន DNA ឬក៏ធ្វើតេស្ត DNA គឺទើបតែចាប់ផ្ដើមអញ្ចឹងគឺយកភស្តុតាងឬក៏អាចថាជាទឹករំអិលឬក៏ទឹកកាមដែលបានពីលើសាកសមហ្នឹងយកទៅធ្វើតេស្ត DNA ហើយអញ្ចឹងគេរកឃើញថា DNA ណានៅលើក្មេងស្រីដែលគេរកឃើញថាបានស្លាប់ហ្នឹងហើយនឹង DNA របស់ដែលហៅថា Petford ហ្នឹងគឺដូចគ្នាអញ្ចឹងគាត់គឺជាមនុស្សដំបូងបំផុតដែលត្រូវបានផ្ដន្ទាទោសដោយផ្អែកលើភស្តុតាងតាមរយៈ DNA របស់គាត់ហ្នឹងអញ្ចឹងនេះគឺជាប្រវត្តិដំបូងបំផុតនៃការរកឃើញនិងការប្រើប្រាស់ DNA ក្នុងរឿងក្តីព្រហ្មទណ្ឌសម្រាប់ផ្ដន្ទាទោសទៅលើជនបង្កណាអញ្ចឹងសំណួរសួរថាចុះសម្រាប់ការបំបែកក្តីឬក៏ការអនុវត្តនៅក្តីសម្រេចរបស់តុលាការណាមួយក្នុងស្រុកយើងណាជាពិសេសពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌតើអាចធ្វើទៅ DNA បានអត់អញ្ចឹងខ្ញុំនឹងនិយាយចំណុចនេះបន្តិចនៅខាងចុងវីដេអូប៉ុន្តែឥឡូវនេះយើងបន្តពាក់ព័ន្ធនឹងភស្តុតាង DNA យើងសិនណាអញ្ចឹងបើគិតចាប់ពីឆ្នាំ1987រហូតមកដល់ពេលបច្ចុប្បន្ននេះការវិវត្តឬក៏គេហៅថាបច្ចេកវិទ្យាថ្មីដែលពាក់ព័ន្ធនឹងការធ្វើតេស្ត DNA ឬក៏មន្ទីរពិសោធន៍ឬក៏អ្នកជំនាញហ្នឹងបានវិវត្តខ្លួនណាកាន់តែទំនើបទៅហើយអាការរកឃើញឬក៏គេហៅថាសុក្រិតភាពត្រឹមត្រូវនៃការវាស់វែងលើ DNA របស់មនុស្សហ្នឹងវាកាន់តែគេហៅថាជាក់លាក់តែវាកាន់តែសុក្រិតខ្លាំងជាងពីមុនហើយបន្ថែមទៀតណាបងប្អូនជឿទេក្នុងពេលបច្ចុប្បន្ននេះការវិភាគរកទិន្នន័យ DNA របស់បុគ្គលណាម្នាក់សម្រាប់ក្នុងប្រទេសដែលជឿនលឿនឬក៏អភិវឌ្ឍថាស្រួលបើសិនជាគេរកឃើញ DNA របស់ជនណាម្នាក់នៅលើរាងកាយសាកសពឬក៏នៅទីកន្លែងណាមួយចុះគេយក DNA ហ្នឹងយកទៅវិភាគឲ្យគេគ្រាន់តែបញ្ចូលទិន្នន័យហ្នឹងក្នុងម៉ាស៊ីនកុំព្យូទ័ររបស់គេណាអាទិន្នន័យឬក៏ data ហ្នឹងវាបញ្ចេញមកហ្មងថាមនុស្សហ្នឹងឈ្មោះអីទីកន្លែងនៅតាណារស់នៅទីតាំងណាបញ្ចេញមកតិចណាដោយសារតែ
ពេលដែលមនុស្សធំឡើងពេលដែលមនុស្សកើតគឺគេបានចុះបញ្ជី DNA ហើយនៅក្នុងប្រព័ន្ធអត្តសញ្ញាណកម្មក៏ប៉ុន្តែក្នុងស្រុកយើងយ៉ាងម៉េចខ្ញុំនឹងនិយាយនៅtrongវីដេអូទៀតប៉ុន្តែខ្ញុំនិយាយពីករណីទូទាំងពិភពលោកឲ្យបងប្អូនបានយល់សិនណាអញ្ចឹងពេលដែលគេរកឃើញអត្តសញ្ញាណ DNA ហើយណាគេឬក៏ស្រែន DNA ហើយគេអាចដឹងពីអត្តសញ្ញាណជននឹងបានហ្មងណាកាលតែកាលពីមុនតើតែមាន DNA នៅលើទីកន្លែងកាត់ហេតុហើយនឹងមាន DNA របស់ជនដែលគេសង្ស័យនឹងហើយទើបគេយក DNA ទាំងពីរហ្នឹងយកមកទាត់គ្នាថាវាត្រូវគ្នាដែរឬអត់ដោយសារតែកាលពីមុនអត់មានការចុះបញ្ជី DNA ទេដូចយើងចុះបញ្ជីអត្តសញ្ញាណអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាពេលដែលកើតមកយើងត្រូវចុះបញ្ជីសម្បត្តិកំណើតត្រូវអត់ហើយធំបន្តិចអាយុ15ឆ្នាំយើងត្រូវធ្វើអត្តសញ្ញាណប័ណ្ណអញ្ចឹងអាព័ត៌មានផ្ទាល់ខ្លួនរបស់យើងហ្នឹងត្រូវបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃក្នុងស្រុករបស់យើងអញ្ចឹងអាហ្នឹងគឺជាព័ត៌មានគេហៅថាបុគ្គលផ្ទាល់ខ្លួនរបស់យើងមានទាំងស្នាមម្រាមដៃស្នាមខ្ចៅដៃអីហ្នឹងគឺត្រូវបានគេរក្សាទុកនៅក្នុងម៉ាស៊ីនមេមួយឬក៏នៅក្នុង server មួយអញ្ចឹងទៅអញ្ចឹងគេអាចផ្ទៀងផ្ទាត់បានដល់ពេលដែលគេរកឃើញស្នាមម្រាមដៃយើងនៅលើឯកសារណាមួយឬនៅលើទីតាំងណាមួយគេអាចយកអាស្នាមម្រាមដៃរបស់យើងហ្នឹងយកទៅផ្ទៀងផ្ទាត់ណានៅក្នុងម៉ាស៊ីនកុំព្យូទ័រអញ្ចឹងម៉ាស៊ីនកុំព្យូទ័រវាអាចកំណត់អត្តសញ្ញាណបានហើយថាម្រាមដៃហ្នឹងជារបស់អ្នកណាណាអញ្ចឹង DNA ដូចគ្នាដែរបើសិនបើគេបានចុះបញ្ជី DNA លើបុគ្គលណាម្នាក់ហើយគេរកឃើញ DNA របស់គាត់នៅទីតាំងកើតហេតុណាមួយគេគ្រាន់តែបញ្ចូលអត្តន័យ DNA នឹងទៅគឺម៉ាស៊ីនហ្នឹងវាលុតកំណត់ឈ្មោះបុគ្គលនឹងតែម្ដងណាអានេះគឺជាការចុះបញ្ជី DNA ដែលគេធ្វើច្រើនប្រទេសហើយណាមិនមែនតែតំបន់អាស៊ីយើងទេហើយមានប្រទេសជាច្រើនទៀតតែគេកំពុងតែអភិវឌ្ឍនិងគេកំពុងតែធ្វើប៉ុន្តែវាត្រូវការធនធាននិងថវិកាច្រើនដែរសម្រាប់ការចុះបញ្ជី DNA នេះអញ្ចឹងផុសតាងដែលជាប្រភេទ DNA នេះបានផ្លាស់ប្ដូរការស៊ើបអង្កេតក្នុងបទអក្រិតធំជាច្រើនហើយពេលខ្លះតុលាការឬក៏សមត្ថកិច្ចបានចាប់ច្រឡំលើជនស្លូតត្រង់អញ្ចឹងពេលដែលមាន DNA ដែលជាផុសតាងយកមកបញ្ជាក់អញ្ចឹងតុលាការឬក៏សមត្ថកិច្ចអាចដោះលែងជនស្លូតត្រង់បានអញ្ចឹង DNA វាជួយបានច្រើនណាស់ក្នុងវិទ្យាសាស្ត្រផ្នែកច្បាប់ណាព្រោះច្បាប់យើងក៏មានវិទ្យាសាស្ត្រដែរហើយវិទ្យាសាស្ត្រហ្នឹងគឺការធ្វើកសលវិច័យការរក DNA ទាំងឯងអញ្ចឹង DNA មានសារៈសំខាន់ណាស់អញ្ចឹងបងប្អូនអ្នកដែលរៀនខាងពេទ្យជាពិសេសពាក់ព័ន្ធនឹងការធ្វើកសលវិច័យនេះបើសិនជាជំនាញច្បាស់លាស់ណាគឺថាខ្លាំងមែនតើហើយនៅស្រុកគេឲ្យតម្លៃក៏គេគោរពណាស់អញ្ចឹងបន្ទាប់ពីយើងដឹងអំពីសារៈសំខាន់នៃ DNA ហើយយើងមកដឹងថាតើការធ្វើតេស្ត DNA ទេត្រូវធ្វើឡើងដោយម៉ាស៊ីនអីហើយដំណើរការយ៉ាងដូចម្តេចអញ្ចឹង DNA ត្រូវបានគេយកទៅធ្វើតេស្តដើម្បីរកអត្តសញ្ញាណណានៅក្នុងម៉ាស៊ីនមួយដែលគេហៅឈ្មោះថា PCR ឬក៏ STR ខ្ញុំនឹងដាក់អក្សរពេញជាភាសាអង់គ្លេសឲ្យបងប្អូនអាចអានយល់ប៉ុន្តែខ្ញុំមិននិយាយនៅក្នុងវីដេអូនេះខ្ញុំឲ្យវាវែងណាអញ្ចឹងម៉ាស៊ីនហ្នឹងគេវិភាគតាមលំដាប់លំដោយណាគេហៅថា DNA profile របស់យើងនិយាយជាភាសាអង់គ្លេសហើយបើយើងនិយាយជាភាសាខ្មែរយើងអាចនិយាយថា DNA ថាវាជាស្រែនចោះដើម្បីឲ្យបងប្អូនងាយយល់ណាកុំឲ្យថាប្រើពាក្យបរទេសទៅយើងពិបាកក្នុងការយល់ជាពិសេសអ៊ំពូមិញតែគាត់ចាស់ហើយគាត់តាមដានមើលនៅវីដេអូខ្ញុំដែរណាប៉ុន្តែសម្រាប់យុវវ័យក្មេងៗប្រហែលជាយល់ហើយ DNA នឹងជាអីអញ្ចឹងបន្ទាប់ពីម៉ាស៊ីនហ្នឹង STR ឬក៏ PCR ហ្នឹងវិភាគចេញហើយអត្តន័យនេះគេហៅថា DNA profile អញ្ចឹង DNA profile ហ្នឹងគេយកទៅរក្សាទុកនៅក្នុងរឿងក្តីដែលពាក់ព័ន្ធហ្នឹងបទល្មើសណាមួយណាអញ្ចឹងបន្ទាប់ពីបាន DNA profile ពីក្នុងម៉ាស៊ីនហើយណាពីក្នុងម៉ាស៊ីន PCR ឬក៏ STR ដែលខ្ញុំបាននិយាយមុនហ្នឹងហើយគេក៏យក DNA របស់ជនសង្ស័យឬក៏ជនល្មើសបើសិនបើគេរកឃើញណាគេយក DNA ហ្នឹងយកទៅប្រៀបធៀបគ្នាថាតើ DNA ហ្នឹងវាត្រូវគ្នាដែរអត់រវាង DNA ដែលរកឃើញនៅទីកន្លែងនិង DNA របស់ជនសង្ស័យបើសិនជាត្រូវគ្នាគេអាចសន្និដ្ឋានឬក៏គេសន្មតថាអ្នកដែលធ្វើហ្នឹងមាននរណាខ្លះដែលពាក់ព័ន្ធក្នុងហ្នឹងគឺយកទៅប្រអប់ទៀតទៅតាមច្បាប់តែម្ដងណាហើយ DNA នេះវាបង្ហាញនូវភាពរឹងមាំខ្លាំងណាស់សម្រាប់យើងកត់សម្គាល់នៅក្នុងផុសតាងរឿងក្តីព្រោះគ្មានរឿងក្តីណាដែលមិនត្រូវការផុសតាងទេហើយផុសតាងដូចខ្ញុំបាននិយាយអញ្ចឹងវាមានច្រើនប្រភេទអញ្ចឹងបងប្អូនតែចង់ដឹងថាផុសតាងមានប្រភេទអីខ្លះហើយផុសតាងណាខ្លះដែលអាចយកជាការបានបងប្អូនទៅស្ដាប់ក្នុងភាគទី1របស់ខ្ញុំនៅក្នុងកម្មវិធីហ្នឹងដែលខ្ញុំនិយាយអំពីអ្វីទៅគឺជាផុសតាងណាអញ្ចឹងឥឡូវយើងមកនិយាយអំពីស្តង់ដារច្បាប់ក្នុងការទទួលយកនៅផុសតាង DNA ហ្នឹងតែម្ដងអញ្ចឹងដើម្បីឲ្យផុសតាង DNA អាចទទួលយកបានក្នុងតុលាការវាត្រូវតែបំពេញនៅស្តង់ដារឬក៏លក្ខខណ្ឌមួយចំនួនណាដែលខ្ញុំនឹងរៀបរាប់នេះផុសតាងដែលជា DNA ដែលត្រូវបានទទួលយកទៅពិនិត្យឬក៏ពិចារណាក្នុងរឿងក្តីគឺជាផុសតាងដែលមានការវិនិច្ឆ័យតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវនិងច្បាស់លាស់ហើយអាចទុកចិត្តបានទៀត
ណាអានេះគឺជាសារៈសំខាន់ទី1សារៈសំខាន់ទី2គឺពាក់ព័ន្ធនឹងការរក្សាទុកនៅ DNA ដោយប្រុងប្រយ័ត្នអញ្ចឹង DNA ត្រូវបានរក្សាទុកណាឬក៏ការបង្ហាញលទ្ធផលតាមរយៈមន្ទីរពិសោធន៍ដែលមានជំនាញច្បាស់លាស់ឬក៏អ្នកវិទ្យាសាស្ត្រណាដែលឆ្លងកាត់ការធ្វើតេស្តនិងការសាកល្បងសមត្ថភាពរបស់អ្នកធ្វើតេស្ត DNA នឹងដែរឬក៏អ្នកដែលស្ថិតនៅក្នុងមន្ទីរពិសោធន៍ឬក៏ labo ដែលយើងនិយាយចេះណាបើយើងនិយាយខ្លះគេហៅ lab អញ្ចឹងក្នុងមន្ទីរពិសោធន៍ហ្នឹងត្រូវបានទទួលស្គាល់ដោយច្បាប់ណាដែរទើបអាចយក DNA ដែលចេញពីមន្ទីរពិសោធន៍ហ្នឹងយកមកធ្វើជាភស្តុតាងក្នុងប្រព័ន្ធតុលាការបានតោះនេះបងប្អូនហើយចំណុចសំខាន់មួយទៀតគឺការប្រមូលយកនៅភស្តុតាងឬក៏ DNA នឹងទៀតអញ្ចឹងអ្នកដែលប្រមូលយកនៅភស្តុតាងខ្ញុំបាននិយាយកាលពីដំបូងហើយជាពិសេសគឺនគរបាលយុត្តិធម៌ឬក៏មន្ត្រីប៉ូលីសដែលគាត់ចុះទៅដល់កន្លែងកើតហេតុហ្នឹងតើគាត់ដឹងពីវិធីក្នុងការប្រមូលយកភស្តុតាងដែរអត់បើសិនបើភស្តុតាងដែលជា DNA ហ្នឹងប្រមូលយកមិនត្រឹមត្រូវអ្នកចូលទៅទីកន្លែងហ្នឹងមិនបានពាក់កៅអៅណាមិនបានមានម៉ាស់មិនបានមានស្រោមដៃគេហៅថាភាពប្រកបវិជ្ជានៃ DNA អាហ្នឹងហើយគឺគេនិយាយអំពីនីតិវិធីក្នុងការរក្សាទុកនិងការបង្ហាញលទ្ធផលរបស់ DNA បើសិនជា DNA ត្រូវបានគេប្រមូលមកវាមិនត្រឹមត្រូវអញ្ចឹងអាសុចរិតភាពក្នុងការបង្ហាញទៅដល់តុលាការហ្នឹងក៏មេធាវីអាចប្តឹងមកុភាពនីតិវិធីនឹងចោលបានដែរណាចាំបងប្អូនទាន់ណាក្នុងករណីដែលមានការសង្ស័យណាមួយគឺចៅក្រមឬក៏តុលាការអាចក៏ហៅអ្នកធ្វើកសលវិច័យណាអ្នកប្រមូលនៅវត្ថុតាងអ្នកដែលក្នុងមន្ទីរពិសោធន៍នៅក្នុង DNA ហ្នឹងមកបញ្យល់តុលាការឬក៏បញ្យល់ចៅក្រមឲ្យយល់អំពីគេហៅថាតម្លាភាពនៃវត្ថុតាងដែលជា DNA នឹងបានណាអញ្ចឹងបើសិនជាចៅក្រមគាត់មានសំណួរគាត់ឆ្លើយគាត់នឹងសួរភ្លាមតែម្ដងប៉ុន្តែក្នុងករណីមួយចំនួនក៏មិនបាច់ហៅមកដែរឲ្យតែមានលិខិតបញ្ជាក់ថា DNA profile របស់ជនសង្ស័យឬក៏ជនល្មើសហ្នឹងនឹង DNA ដែលគេរកឃើញនៅកន្លែងកាត់ហេតុហ្នឹងវាត្រឹមត្រូវគ្នាណាបើន័យថាវាគេហៅថា symmetry គ្នាណាបើទោះបីជា DNA បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរកយុត្តិធម៌ឬក៏បង្ហាញការពិតក្នុងរឿងក្តីយ៉ាងណាក៏ដោយក៏ DNA វាមានផលប៉ះពាល់ឬក៏ផលប្រឈមមួយដែរគឺពិសេសជាងគេពាក់ព័ន្ធនឹងរឿងឯកជនភាពព្រោះកាលណាគេដឹងអំពី DNA របស់មនុស្សគាត់នៅច្រើនគេអាចប្រើ DNA ក្នុងផ្លូវខុសច្បាប់ហើយពេលខ្លះ DNA ហ្នឹងវាគឺជា data ឬក៏ជាទិន្នន័យមួយដែលគេអាចយកទៅលក់ក្នុងទីផ្សារងងឹតទៀតផងសម្រាប់ក្នុងស្រុកយើងនាពេលបច្ចុប្បន្ននេះមិនទាន់មានទិន្នន័យ DNA ណាមួយត្រូវបានបែកធ្លាយឬក៏មានការប្រមូលយក DNA ពីប្រជាជននៅឡើយទេក៏ប៉ុន្តែនៅក្នុងស្រុកគេវាជាបញ្ហាប្រឈមមួយដែរសម្រាប់រឿងផ្លូវច្បាប់និងឯកជនភាពអញ្ចឹងវាទាមទារឲ្យមាននាយកដ្ឋានឬក៏ផ្នែកឬក៏ក្រសួងណាមួយគ្រប់គ្រង DNA ហ្នឹងឲ្យវាច្បាស់ឬក៏ឲ្យវាជាក់លាក់ណាឥឡូវយើងចូលមកដល់ផ្នែកចុងក្រោយដែលខ្ញុំនឹងនិយាយអំពី DNA នៅក្នុងស្រុកខ្មែររបស់យើងឬនៅក្នុងប្រទេសកម្ពុជានេះពេលបច្ចុប្បន្ននេះបើតាមខ្ញុំដឹងយើងមិនទាន់មានមន្ទីរពិសោធន៍ DNA នៅឡើយទេហើយបើចង់រក DNA គឺយើងត្រូវផ្ញើសំណាក់ឬក៏ផ្ញើដូចជាគេហៅថាអ្វីដែលជាវត្ថុតាងដែលអាចបង្ហាញ DNA ហ្នឹងទៅវិភាគឬក៏ធ្វើកសលវិច័យនៅឯស្រុកគេទើបមានមន្ទីរពិសោធន៍ DNA ហ្នឹងបានដូចជាយើងស្វែងរកឪពុកបង្កើតឬក៏កូនបង្កើតថាតើពីរនាក់ហ្នឹងពិតជាមានគេថាឈាមឬក៏ជាប់ខ្សែស្រឡាយនឹងគ្នាមានដែរអត់អញ្ចឹងវិលត្រឡប់មកវិញអាហ្នឹងគឺជាបញ្ហាប្រឈមមួយដែរសម្រាប់ការបង្ហាញការពិតក្នុងប្រព័ន្ធតុលាការឬក៏ក្នុងការកាត់ក្តីបើសិនបើយើងផ្អែកលើភស្តុតាងដែលជា DNA ហ្នឹងទោះបីវាសក្រិតប៉ុន្តែវាត្រូវការលុយច្រើនដើម្បីបង្កើតនៅមន្ទីរពិសោធន៍ឬក៏ lab ហ្នឹងណាដើម្បីធ្វើតេស្ត DNA ណាហើយជាពិសេសមួយទៀតត្រូវការធនធានមនុស្សឬក៏អ្នកជំនាញដែលខ្លាំងលើវិស័យ DNA ហ្នឹងតែម្ដងឬក៏អ្នកកសលវិច័យតែម្ដងបើនៅស្រុកគេហើយជាក់ស្ដែងកុំឲ្យនិយាយស្រុកគេហើយមិនមានផុសតាងដូចជានៅហុងកុងគេមានអ្នកជំនាញខាងកសលវិច័យណាហើយគេមានម៉ាស៊ីនធ្វើតេស្ត DNA ហ្នឹងនៅក្នុងស្នងការបលិសឬក៏ក្នុងគេហៅថាកន្លែងធ្វើតេស្តរក DNA ដើម្បីកំណត់អត្តសញ្ញាណជននឹងតែម្ដងណាបាទអត់ចាំបាច់ផ្ញើទៅណាទៅណីទេហើយគេមានសាលាដើម្បីបង្រៀនសិស្សអំពីកសលវិច័យពាក់ព័ន្ធនឹង DNA នឹងទៀតហើយគេបង្រៀនរហូតដល់ទៅមន្ត្រីប៉ូលីសធ្វើម៉េចអាចប្រមូលសំណាក់ឬក៏ប្រមូល DNA នឹងបានដើម្បីយក DNA ហ្នឹងវាឲ្យវាមានប្រសិទ្ធភាពព្រោះ DNA ដូចខ្ញុំបាននិយាយហ្នឹងថាបើសិនជាយើងមិនចេះប្រមូលទេវានាំឲ្យបាត់បង់ណាបាត់បង់ទិន្នន័យហើយយកទៅធ្វើតេស្តក៏រកមិនឃើញដែរបើសិនបើអ្នកប្រមូលហ្នឹងមិនមាននីតិវិធីច្បាស់លាស់អញ្ចឹងនេះគឺជាចំណុចទី1ដែលជាបញ្ហាប្រឈមក្នុងប្រទេសរបស់យើងពាក់ព័ន្ធនឹងការបង្កើតនៅមន្ទីរពិសោធន៍ DNA ហ្នឹងណាស្វែងរកភស្តុតាងដែលជា DNA ហ្នឹងចំណុចទី2គឺថាក្របខ័ណ្ឌច្បាប់សម្រាប់ក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងណា
អាចអនុញ្ញាតដែរឲ្យមានការប្រមូលសំណាក់ដែលជា DNA ដើម្បីធ្វើតេស្តរកអត្តសញ្ញាណជនល្មើសឬក៏បង្ហាញការពិតក្នុងរឿងក្តីមិនថារដ្ឋប្រវេណីឬក៏រឿងព្រមមិនទាន់ទេយើងអាចធ្វើបានដែរប៉ុន្តែវានៅភាពចន្លោះប្រហោងមួយចំនួនដែលមិនទាន់បានជាក់លាក់ឬក៏គ្រប់គ្រងដល់ដំណើរការនៃការប្រមូលយក DNA ហ្នឹងណាវាអត់ទាន់មានស្តង់ដារណាមួយច្បាស់លាស់ហើយក៏ក្នុងច្បាប់ក៏គេមិនកំណត់ដែរថាតើអ្វីទៅគឺជា DNA ហើយតើអា DNA ហ្នឹងអាចយកជាការបានកំណត់ណានៅក្នុងប្រព័ន្ធច្បាប់របស់យើងឬក៏នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងហើយមិនទាន់មានការឲ្យតម្លៃឲ្យវិជ្ជាលក្ខឲ្យច្បាស់លាស់ថាតើ DNA ហ្នឹងវាមានតម្លៃកម្រិតណានៅក្នុងការវិនិច្ឆ័យសេចក្តីរបស់តុលាការណាហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាបញ្ហាប្រឈមផ្នែកច្បាប់ហើយបញ្ហាប្រឈមទី3គឺពាក់ព័ន្ធនឹងការយល់ដឹងរបស់មន្ត្រីតុលាការឬក៏ចៅក្រមព្រះញ្ញាណាឬក៏មន្ត្រីដែលធ្វើការក្នុងប្រព័ន្ធតុលាការទាំងអស់ចាំបាច់ត្រូវយល់ដឹងអំពីសារៈសំខាន់នៃផុសតាង DNA អញ្ចឹងក៏ត្រូវមានសាលាបង្រៀនណាក៏ត្រូវមានការណែនាំឲ្យគាត់យល់ពី DNA ត្រួសដែរមិនចាំបាច់ឲ្យគាត់ដឹងដូចជាអ្នកជំនាញប៉ុន្តែឲ្យគាត់យល់ដឹងថា DNA ហ្នឹងជាអីគេណាហើយគេវាចម្លែកយ៉ាងណាអញ្ចឹងចៅក្រមរាជអាជ្ញាដែលគាត់ដើរតួសំខាន់ក្នុងរឿងក្តីមួយណាដែលពាក់ព័ន្ធនឹងរឿងព្រំទាន់ហ្នឹងក៏គាត់ត្រូវមានចំណេះដឹងផ្នែកហ្នឹងដែរអញ្ចឹងបើសិនជាគាត់អត់ចេះអាហ្នឹងក៏វាជាបញ្ហាប្រឈមដែរប៉ុន្តែអធិស្ឋានណានិយាយនេះមិនមែនចង់បញ្ជាក់ថាចៅក្រមទាំងអស់ក្នុងស្រុកខ្មែររបស់យើងឬក៏មន្ត្រីតុលាការទាំងអស់នៅក្នុងស្រុកខ្មែររបស់យើងមានចំណេះដឹងមិនដល់ខ្ញុំទេក៏ប៉ុន្តែអ្វីដែលយើងត្រូវសួរសំណួរហ្នឹងគឺសួរថាតើមានជាក្រមប្រមាណភាគរយឬក៏មានមន្ត្រីតុលាការប្រមាណភាគរយដែលយល់ដឹងឲ្យលម្អិតពាក់ព័ន្ធនឹងរឿង DNA នេះហើយខ្ញុំក៏មិនហ៊ានតាំងខ្លួនឯងថាជាអ្នកជំនាញផ្នែក DNA ដែរប៉ុន្តែខ្ញុំបានអានសភៅច្រើនឬក៏មានឯកសារច្រើនពាក់ព័ន្ធនឹង DNA នេះណាអញ្ចឹងខ្ញុំយកមកចែកម្លែកជូនបងប្អូនយកជាចំណេះដឹងណាអញ្ចឹងនេះគឺជាបញ្ហាប្រឈមសំខាន់ដែលខ្ញុំរៀបរាប់ឡើងហើយបានយើងអត់ទាន់មាន DNA នៅក្នុងស្រុកខ្មែរឬការប្រសោត DNA នៅក្នុងស្រុកខ្មែររបស់យើងអានេះគឺជាមូលហេតុណាដែលខ្ញុំលើកឡើងសង្ឃឹមថាបងប្អូនមន្ត្រីតុលាការឬក៏មន្ត្រីផ្នែកច្បាប់គុំប្រការនេះបើសិនជាខ្ញុំនិយាយទៅខុសថងចំណុចនេះណាប៉ុន្តែខ្ញុំលើកឡើងវាជាការពិតឬក៏ផុសតាងជាក់ស្ដែងដែលយើងសង្កេតឃើញនៅក្នុងស្រុកខ្មែររបស់យើងអញ្ចឹងសរុបមកវិញពាក់ព័ន្ធនឹងคลิปនិយាយអំពីផុសតាងដែលជា DNA នេះសូមបិទបញ្ចប់ត្រឹមប៉ុណ្ណឹងហើយបើសិនជាខ្ញុំនិយាយទៅមានការខុសឆ្គងក្នុងកន្លែងណាក៏សូមមេត្តាខន្តីនិងអធិស្ឋានផងណាហើយបើសិនជាបងប្អូនចង់មានមតិយោបល់ឲ្យបន្ថែមបន្ថយអីហ្នឹងអាចខមមិននៅក្នុងវីដេអូនេះបានខ្ញុំនឹងរីករាយស្វាគមន៍ហើយបងប្អូនអង្គពុំមានទាំងអស់បើសិនជាចង់គាំទ្រឲ្យមានការធ្វើវីដេអូនេះបន្ថែមទៀតបងប្អូនអាចជួយទិញរូបសំណាកយុត្តិធម៌ពីខ្ញុំហើយឬក៏ជួយទិញឯកសារច្បាប់ទៅម្នាក់តែ3មួយឯកសារតែ$3ទេយកទៅអានហើយពាក់ព័ន្ធនឹង DNA នេះក៏ខ្ញុំគ្រូរៀបចំធ្វើជាឯកសារដែរហើយឯកសារគឺងាយស្រួលយល់ទោះបីបងប្អូនអត់ចេះច្បាប់ក៏បងប្អូនអាចយល់បានដែរណាអាចចាំបានដែរអត់ស្មុគស្មាញសង្ខេបពី5 10ទំព័រអីហ្នឹង15ទំព័រអីហ្នឹងគឺច្រើនផុតហើយបងប្អូនអាចយកទៅអានងាយស្រួលយល់មែនទេអញ្ចឹងអរគុណសម្រាប់ការតាមស្ដាប់คลิปពូវិស័យតាំងពីដើមរហូតមកដល់ចប់ហើយជួបគ្នានៅคลิปបន្ទាប់អរគុណសូមជម្រាបលាបាយបាយ